thiên bọtនេះយើងនិយាយពីចេញរកស៊ីភាគច្រើនបងប្អូនយើងតែនៅមានបំណងមួយគឺចង់ចេញរកស៊ីព្រោះដោយសារតែយើងចូលចិត្តពាក្យគេហៅថាសហគ្រិនណាឬក៏ម្ចាស់ជីវកម្មឬក៏ស្អីវាថាអ្នករកស៊ីអញ្ចឹងទៅមើលទៅលុយយើងចូលចិត្តពាក្យគេថាសហគ្រិនវ័យក្មេងគេអាយុអីចឹងទៅមើលទៅតំណងអញ្ចឹងណាអញ្ចឹងធ្វើឲ្យមួយគិតថាចង់ចេញរកស៊ីតែបញ្ហាមួយថាអត់ដឹងរកស៊ីអីគេតែអញ្ចឹងទៅពិបាកមានអារម្មណ៍ថាពិបាកចិត្តរងថ្ងៃគិតអីអត់ចេញទេអញ្ចឹងខ្ញុំចង់ប្រាប់ថាបើចង់ចេញរកស៊ីណាទោះថាគួររកស៊ីគេអញ្ចឹងបើសិនជាអ្នកទាំងអស់មានអារម្មណ៍មួយថាចង់ចេញរកស៊ីតែដឹងរកស៊ីអីណាកំណត់ខ្ញុំចង់ប្រាប់ថាមិនចេញរកស៊ីទេព្រោះកាលណាយើងចង់ចេញរកស៊ីយើងអត់ដឹងរកស៊ីអីអញ្ចឹងមានន័យថាយើងអត់មានជំនាញអីមួយច្បាស់លាស់ប្រកបទេយើងដូចរបៀបលេងហ្គេមអញ្ចឹងដូចយើងយកលុយយើងយកទៅចាយលេងអញ្ចឹងឱកាសនៃការបរាជ័យគឺខ្ពស់ខ្លាំងមែនតើហ្មងខ្ពស់ព្រោះយើងអត់ដឹងថាត្រូវធ្វើអីក្នុងធ្វើលេងវាថាអត់ទាន់ប្រកបវិជ្ជាណាមិនទាន់ច្បាស់ក្នុងចិត្តទេអញ្ចឹងសួរថាពេលណាដែលគូចេញរកស៊ីពេលដែលគូចេញរកស៊ីគឺយើងច្បាស់ថាយើងចង់រកស៊ីអីគេយើងចង់ធ្វើអីគេតើតែយើងដឹងថាយើងចង់អីគេសូមយើងចេញទៅធ្វើមិនថាខ្ញុំចង់រកស៊ីតែខ្ញុំរកស៊ីអីអាហ្នឹងគឺចោលไปអត់កើតទេព្រោះស្ដាយព្រោះយើងដឹងថាពេលខាតគេមិនខាត់មួយយើងទេសូម្បីតែអ្នកជំរុញយើងចេញរកស៊ីក៏គាត់មិនយកលុយគាត់មិនខាត់មួយយើងដែរយើងសាកទៅនិយាយមួយគាត់មើលអ្នកដែលជំរុញរកស៊ីហ្នឹងខាងឥឡូវខ្ញុំអត់ដឹងរកស៊ីអីទេខ្ញុំអត់លុយចង់ខ្ចីលុយបងលោកគ្រូអីមើលទៅរកស៊ីសាកតិចមើលគាត់ចាំតែឲ្យយើងតែគាត់ឲ្យយើងទេគាត់ភ្លើទេតែបើសិនជាយើងបងលុយចូលរៀនមួយគាត់អាហ្នឹងអូខេអាហ្នឹងគាត់ទទួលខ្ញុំនិយាយហ្នឹងរៀងប៉ះពាល់បន្តិចណាប៉ុន្តែខ្ញុំអត់ចង់ឲ្យបងប្អូនខាតបងទេកន្លែងហ្នឹងណាព្រោះវាជាកត្តាចិត្តសាស្ត្របើយើងអត់ដឹងផងដូចវាថាខ្ញុំចង់បានពុនចង់ការពុនប៉ុន្តែខ្ញុំដឹងការមួយណាគេហូចជាងតការរបស់យកអីបើមិនដឹងការមួយណាគេមិនដឹងមានមនុស្សតែខ្លួនឯងស្រឡាញ់យកការមានន័យអីសំខាន់តោះយើងស្រឡាញ់ហើយយើងពេញចិត្តហើយយើងពេញចិត្តហើយយើងចង់ការសុំយើងរកផ្លូវការបានមើលទៅវាមានសុភមង្គលមើលទៅវាសុបាយចិត្តណាហូចអត់ដឹងអីផងខ្ញុំចង់ការពុនដើរហៅមនុស្សការជាមួយខ្ញុំចង់ការប្តីមកជួយណែនាំប្តីមួយល្អមួយពីរមើលខ្ញុំការជាមួយមើលមានន័យអីឥឡូវគិតមើលសម័យមើលយើងគិតតែអារម្មណ៍ប៉ុណ្ណឹងក៏យើងអាចចូលបានអញ្ចឹងអាការរកស៊ីនឹងក៏ដូចគ្នាដែរគឺនៅពេលដែលយើងធ្វើអីមួយយើងសិក្សាអីមួយអីយើងដូចថាច្បាស់ក្នុងចិត្តណាអូមកថាយើងទៅរៀននៅបរទេសយើងទៅធ្វើការស្រុកគេយើងឃើញគេធ្វើអាហ្នឹងមួយទៅមកទៅតំណងហើយយើងចូលចិត្តហើយយើងស្បានស្វែងយល់ពីវារាប់ឆ្នាំហើយយើងក្នុងចិត្តច្បាស់ថាចង់ធ្វើអាហ្នឹងធ្វើទៅសុបាយចិត្តធ្វើទៅមានអារម្មណ៍ថាវាល្អធ្វើទៅវាជោគជ័យអីយើងច្បាស់ក្នុងចិត្តណាអាហ្នឹងយើងចាញ់មកយើងធ្វើពុបអាហ្នឹងឱកាសជោគជ័យច្រើនព្រោះយើងវាច្បាស់ក្នុងចិត្តហ្មងថាយើងធ្វើអាហ្នឹងណាតែបើយើងអត់ដឹងទេយើងក៏ឃើញគេធ្វើនេះធ្វើនោះម្ដងចង់នេះម្ដងចង់នោះអាហ្នឹងអត់សល់អីទេបងប្អូនអើយតែខោស្លៀកក៏ពិបាករកដែរយូរទៅព្រោះមិនអញ្ចឹងធ្វើអត់កើតឃើញគេធ្វើនោះកាត់បកទៅធ្វើនោះតែធ្វើទៅឃើញគេធ្វើអត់កើតឃើញគេធ្វើនោះកាត់បកទៅនោះទៀតឡប់ចុះឡប់ឡើងអត់មានសល់អីទេដីស្រែដីចកាម៉ែឪពុកម្ដាយហ្នឹងគេកហ្នឹងក៏អាចអត់នៅដែរអស់លីងត្មងព្រោះខ្ញុំចង់ប្រាប់ទៀតថានៅពេលដែលយើងអត់តមានជំនាញច្បាស់លាស់អត់តមានមុខមាត់អត់តមានកិត្តិយសអត់តមានស្នាដៃពិតប្រាកដមួយណាយើងទៅរកលុយគេមិនងាយទេគេមកឲ្យយើងទេតែបើធនាគារវិញបើគ្មានទ្រព្យប្រចាំអានឹងបាច់ចាំនិយាយទេមានទ្រព្យប្រចាំក៏ដោយបើសិនជាយើងអត់តមាន business អីច្បាស់លាស់តែខ្ចីក្នុងក្រមរូបភាពជាកម្ចីជីវកម្មក៏អត់បានដែរតែបើសិនជាយើងចង់និយាយថាយើងរកស៊ីបានខ្លះហើយជាចង់ទៅចៃធនាគារគ្មានទ្រព្យប្រចាំក៏អត់បានដូចគ្នាដែរអត់បានទ្រព្យប្រចាំសំខាន់ណាស់មិនចង់ថារឿងរកទុនហ្នឹងមិនងាយងាយដូចគេថាទេហួយបើតាក់តង investor តាក់តងការ refund វិញយកលុយអ្នកទេមកប្រើបើសិនជាយើងគ្មានមុខមាត់គ្មានប្រវត្តិធ្លាប់ធ្វើជោគជ័យទេចាញ់មកអត់ទាន់ដឹងណាណីទេងាយទេអត់ងាយទេប៉ុន្តែបើសិនករណីថាយើងអត់ធ្លាប់ប្រវត្តិធ្វើមែនតែយើងច្បាស់លាស់យើងជាមនុស្សអ្នកដែលពិតប្រាកដថាយើងធ្វើអីយើងមានផែនការមានអីច្បាស់លាស់អានឹងអាចអ្នករាប់អានគ្នាអ្នកស្គាល់គ្នាអាចពូអាចមីងអីចឹងណាដែលគេស្រឡាញ់រាប់អានយើងអូខេហ្នឹងហើយគេអាចចូលហ៊ុនមួយយើងធ្វើចឹងទៅប៉ុន្តែទៅរកអ្នកដែលស្គាល់គ្នារៀងតឹងតិចតឹងណាគេងាយទេអាក៏លុយតិចតួចអីចឹងកាក់លុយរបស់គេអីចឹងណាគេអាចឲ្យប៉ុន្តែបើថាចង់ឲ្យគេដាក់ទាំងដុំហ្មងងាយទេយើងអត់ច្បាស់ចឹងខ្ញុំនិយាយភាសាទៀតណាសួរតែចង់ចេញរកស៊ីនៅពេលណាចេញរកស៊ីនៅពេលដែលយើងច្បាស់ថាយើងចង់ធ្វើអាហ្នឹងយើងពិតប្រាកដថាយើងមានផែនការយើងមានគំនិតអាជីវកម្មក្នុងចិត្តច្បាស់លាស់ទោះយើងមិនចេះតែធ្វើផែនការអាជីវកម្មក៏អត់បញ្ហាដែរព្រោះផែនការអាជីវកម្មអត់សំខាន់ដូចភាពច្បាស់លាស់នៅក្នុងគំនិតរបស់យើងហ្នឹងទេព្រោះកាលណាយើងច្បាស់លាស់គឺយើងដឹងថាយើងត្រូវធ្វើអីមកធ្វើអីចឹងណាព្រោះអ្នកខ្លះគាត់អត់មានទេពកោសល្យក្នុងការសរសេរដូចតែសេចក្តីចឹងណាគាត់អាចធ្វើបាននិយាយបានរៀបរាប់បានតែគាត់អាចសរសេរពណ៌នាវាឲ្យលទ្ធអត់ដូចអ្នកមានជំនាញក្នុងការសរសេរទេអញ្ចឹងបើអត់ចេះសរសេរផែនការអាជីវកម្មក៏មិនជាបញ្ហាធ្ងន់ធ្ងរដែរប៉ុន្តែបញ្ហាធ្ងន់ធ្ងរថាដឹងថាយើងត្រូវធ្វើអីហើយឆ្លើយសំណួរគេបានហេតុយើងធ្វើអាហ្នឹងតែតោះណាហ្នឹងជាអីខ្លះអញ្ចឹងគេសួរយើងតែយើងឆ្លើយបានដាក់ទៅឆ្លើយបានពេលយើងធ្វើបញ្ហាវាកើតឡើងដូចតែគេសួរចឹងវាស្តៀងគ្នាចឹងយើងរកវិធីទៅមកគេសួរថាមិនបានរកស៊ីហ្នឹងមិនចង់រកស៊ីហ្នឹងយើងប្រាប់តែមូលហេតុចេះហូចអតិជនណាគេយើងប្រាប់យើងស្រឡាញ់ឲ្យពួកយើងចង់រកស៊ីហ្នឹងយើងដឹងអតិជនយើងណាគេចេះហូចបញ្ហាកើតឡើងគិតធ្វើមិនដោះស្រាយបញ្ហាចេះគិតមិនដែរហូចទីតាំងកន្លែងណាដែលស័ក្តិសមអីចឹងទៅហូចតម្លៃការចំណាយហ្នឹងគិតរបៀបមិនដែរអីណានេះយើងគិតតិចអស់ហើយព្រោះចង់និយាយថាអាជីវកម្មណាមួយដែលយើងចង់ធ្វើយើងច្បាស់ក្នុងចិត្តគឺយើងគិតតិចទេតែបើសិនជាយើងអត់ច្បាស់អីណាទេយើងចេញទៅដលងមូលអាហ្នឹងយើងអត់ដឹងហ្នឹងធ្វើចង់និយាយថាមិនដឹងជាចាប់អាណាចាប់អាណីប្រភពមិនដឹងមកពីណាខ្ញុំឧទាហរណ៍មួយនៅសុកអង្គុយខ្ញុំចង់បើកហាងកាហ្វេមិនដឹងថាម៉ាស៊ីនកាហ្វេទិញនៅណាហ្នឹងហូចមិនដឹងគេឆុងកាហ្វេឆុងរបៀបម៉េចហ្នឹងស្អីក៏មិនដឹងហូចទៅរកស៊ីរបៀបម៉េចបើយើងស្អីក៏ដឹងសេវាកម្មក៏គេមិនដឹងតែធ្វើម៉េចពួកយើងមិនដែរចាប់អារម្មណ៍ឃើញគេធ្វើគេហ្មងអញ្ចឹងអត់ខែទេអាហ្នឹងស្ដាយព្រោះលុយខាតទៅដូចខ្ញុំនិយាយអញ្ចឹងណាអារឿងខាតលុយហ្នឹងហ្មមឯងគេមើងងាយទៀតអាហ្នឹងធ្ងន់ហ្មងគេមើងងាយទៀតអ្នកខ្លះ stress ខ្ញុំធ្លាប់ជួបគាត់មកនិយាយខ្ញុំថាអូខ្ញុំមកស៊ីទៅខាតចេះឲ្យបងប្អូនគេមើងងាយគេអត់ឲ្យតម្លៃអីចឹងណាបាទនឹងប៉ះពាល់ដល់ផ្លូវចិត្តអីចឹងទៀតអញ្ចឹងខ្ញុំគាត់ថា
អត់គួរអញ្ចឹងចាំយើងរីឌីបើសិនចឹងគេថាយើងត្រៀមខ្លួនរួចរាល់បើសិនជាមានបញ្ហាក៏វាល្អមើលឡើងពួកយើងត្រៀមខ្លួននិយាយហ្នឹងថាយើងធ្វើអាហ្នឹងអញ្ចឹងយើងតាំងចិត្តមុខក្នុងការងារហ្នឹងយើងស្វែងយល់ពីការងារហ្នឹងច្បាស់លាស់ចង់និយាយថាបើសិនជាការងារហ្នឹងវាមានបញ្ហាទៀតក៏វាល្អមើលមួយគ្នាដែរវាមិនមែនដូចតឡងមូឆៅសុតអត់ដឹងអីសោះចេះទៅអត់ចង់និយាយថាអត់មានបែបផែនអីសោះអាហ្នឹងបញ្ហាបាទអញ្ចឹងខ្ញុំគិតថាបងប្អូនដែលបានស្ដាប់ហ្នឹងគិតឡើងវិញណាបើសិនជាអត់ដឹងរកស៊ីអីទេមកចេញរកស៊ីទេចាំអញ្ចឹងចាំដឹងច្បាស់ថាចង់រកស៊ីអីហើយអូខេអាហ្នឹងចាំចេញទៅប៉ុន្តែមួយទៀតខ្ញុំនិយាយថាការត្រៀមខ្លួនដ៏ល្អគឺការយកលុយទៅខ្លួនឯងសំបានណាពីវិនិយោគក៏ដោយពីចងការប្រាក់ក៏ដោយពីអីក៏ដោយសំខាន់លុយរបស់យើងពីយើងសំការងារយើងប្រាក់ខែយើងក៏ដោយយកមកធ្វើមកអាហ្នឹងវាថ្លៃថ្នូរជាងគេវាចង់និយាយថាបើសិនជាយើងខាតបង់ក៏អត់ប៉ះពាល់អ្នកផ្សេងដែរអញ្ចឹងយើងរក្សាបាននៅកិត្តិយស credit ណាថ្ងៃក្រោយយើងស្រួលក្នុងការចាប់ផ្ដើមសារទៀតវាអត់បានទេតែបើសិនយើងពុបឡើងយើងទៅចម្រិតម្ដាយយើងយកស្រែដាក់ធនាគារលក់គោលក់អីចឹងអាហ្នឹងថ្ងៃក្រោយបាទចង់ធ្វើអីទោះបីយើងច្បាស់លាស់ហើយទៅនិយាយមួយគាត់រៀងពិបាកទុកចិត្តដែរហើយបន្ទុកគាត់កើតទេព្រោះយើងបានផ្ដល់មេរៀនដល់ជួចចត់មួយឲ្យគាត់រួចអញ្ចឹងគាត់រៀងបាក់ស្បាតអញ្ចឹងអត់ទេយើងគួរតែផ្ដើមពីខ្លួនយើងសិនអញ្ចឹងបើចង់រកស៊ីមែនរៀនសំលុយឲ្យសិនធ្វើការឲ្យខ្លាំងសំឲ្យបានសំអញ្ចឹងណាព្យាយាមសំឲ្យខំប្រឹងធ្វើការឲ្យខ្លាំងសល់ឲ្យបានច្រើនអញ្ចឹងទៅសំបត់ពិសោធន៍សំចំណេះវិជ្ជាផ្សេងៗហើយមើលទៅច្បាស់លាស់ហើយសង្កេតមើលថាយើងចង់ធ្វើអីប្រកបហើយអាហ្នឹងចាប់ដើមចេញធ្វើទៅអាហ្នឹងអត់អីទេប៉ុន្តែគ្រាន់ថាបើអាចទេមុនចេញគួរតែជួបអ្នកដែលមានបទពិសោធន៍ទាក់ទងនឹងការរកស៊ីបានច្រើនតិចច្រើនអ្នកណាដើម្បីគេសួរយើងគេសួរទៅទោះបីពេលខ្លះយើងឆ្លើយមួយក៏យើងបានយកទៅគិតដែរទោះបីអ្នកខ្លះចាញ់ចាយើងក៏បានយើងបានជាគំនិតដែរអញ្ចឹងអត់ខាតទេគេសួរកាន់តែច្រើនយើងកាន់តែច្បាស់រួចបើសិនជាគ្រាន់តែគេសួរប្រវាក់ស្មារតីធ្វើឲ្យយើងលែងហ៊ានអាហ្នឹងយើងក៏មិនគួរធ្វើទេមានតែទឹកចិត្តរបស់យើងវាអន់ដែរណាតែបើយើងច្បាស់លាស់ហើយជាខ្ញុំទៅគេសួរមកគេថាគេយើងអត់បញ្ហាព្រោះយើងច្បាស់ហើយអ្នកខ្លះអត់ហ៊ានទៅជួបគេសួរខ្លាចគេប្រវាក់ទឹកចិត្តអត់ហ៊ានធ្វើអញ្ចឹងខ្ញុំចង់ប្រាប់ថាបើសិនជាគ្រាន់តែគេសួរគ្រាន់តែគេថាធ្វើយើងបាក់ស្មារតីលែងហ៊ានធ្វើអញ្ចឹងយើងទៅធ្វើអីព្រោះមែនតើទៅវាធ្ងន់ជាងគេសួរនឹងទៀតព្រោះគេសួរនឹងយើងអត់ទាន់ខាត់លុយមែនតើទេយើងគ្រាន់តែថាគ្រាន់តែសំដីណាយើងទប់អត់ជាប់ក្នុងហួចទ្រាំតែខាត់បងមែនតើនោះអាហ្នឹងអត់ទៅពិបាកជាងនឹងទៀតអញ្ចឹងមានន័យថាយើងអត់ទាន់រីឌីទេអញ្ចឹងត្រូវធៀមខ្លួនច្បាស់លាស់ខ្ញុំគេសួរគេស្អីមិនក៏អត់អីដែរធៀមកន្លែងនឹងគិតអត់ចាញ់ទៅរកគិតមួយទៀតរកទីដោះស្រាយគិតឲ្យអស់គ្រប់ជ្រុងគ្រប់ជ្រោយចាប់ដើមធ្វើពុបចាញ់មកបញ្ហាដូចយើងឃើញមកយើងមានអីភ័យបើយើងដឹងថាវាត្រូវតែចឹងហ្នឹងយើងដឹងថាវាត្រូវខាតអញ្ចឹងចេះហ្នឹងយើងដឹងហើយហ្នឹងអញ្ចឹងបាត់អីទទួលយកវាហើយដោះស្រាយវាទៅយូរទៅយើងទៅមុខហើយយើងសុបាយចិត្តជាមួយវាព្រោះយើងបានគិតទុកមុនអញ្ចឹងណាដូចវាថាវាដូចជាការហ្គេមមួយដែលយើងលេងតែសុបាយដែលយើងដឹងដែលយើងយល់ពីវាច្បាស់អញ្ចឹងបាទអញ្ចឹងយើងសង្ឃឹមថាកំណត់ហ្នឹងជួយដល់បងប្អូនដែលមានកំណត់ចង់ចេញធ្វើអាជីវកម្មហ្នឹងបាទយកទៅត្រិះរិះពិចារណាបន្ថែមបាទសូមអរគុណ